សួស្តីពុកម៉ែបងប្អូនថ្ងៃនេះគេថាបើក្បាលវីដេអូមកសុំបែបអាកាសធាតុព្រីប្រឹក្សាអ្នកតាវត្តដល់សែនខៀវខ្ចីតែម្ដងឯងកុំច្រឡំថានៅណាបងប្អូនចាគឺថានៅក្រោយផ្ទះខ្ញុំទេសភាពមិនចានៅពេញអត់ដោឯណាយើសិតតែនៅពេញអត់ដោសាក់គេដោមើលបើមិនស្អីការដោប្រុចលើហើយនេះគឺថាយើងចាប់ផ្ដើមជិញដំណើរទៅថតទៀតហើយពុកម៉ែបងប្អូនអើយហើយឥឡូវពួកខ្ញុំគឺថាធំតកហើយឥឡូវម៉ូតូមួយគឺថាជិះលេងគ្រាន់ហើយតាមមកដល់ផ្លេមកគឺថាម្នាក់អាចចាប់ផ្ដើមរៀបញាប់ដៃញាប់ជើងដើម្បីអីគឺថារៀបតុកទៅថតអីចឹងណាហើយគូខ្ញុំមកចាគឺថាមកថតរហូតតែកន្លែងទឹកទេពុកម៉ែបងប្អូនអើយចង់ដឹងអត់ដោយសារអីចាគឺថាដោយសារតាគាត់បានស្ទូចត្រីដែរអូយមើលតតាំងទៅអើយចាគ្មានជួយកាន់អីទេគឺថាជួយកាន់តែដងស្ទូចគាត់ហ្នឹងហើយឲ្យខ្ញុំនេះខ្លាចជានារីដៃ100ហ្មងពុកម៉ែបងប្អូនអើយដៃម្ខាងកាន់ទូរស័ព្ទដៃម្ខាងក៏ទៀតអូយនិយាយថានារីដៃ100សុំចាញ់ហ្មងពុកម៉ែបងប្អូនឆ្ងល់អត់ថាខ្ញុំមិនបានដើរមើលឆ្វេងដើរមើលស្ដាំអញ្ចឹងណាចារឿងអីមិនមើលបងប្អូនអើយភូមិខ្ញុំនេះមិនមែនចាដល់អាដើលេងខ្លែងឲ្យបងប្អូនអើយឲ្យដើមស៊ូគឺថាតាក់កនឹងខ្សែខ្លែងហ្នឹងជាប់បដ ாய் ហ្មងណាបាទនិយាយពីថាពេលខ្ញុំទៅថតនឹងវិញណានិយាយពីថាអូនិយាយពីក្មេងៗវាមិនមែនចាអាឡេអាឡូពេញណាពេញណៃហ្នឹងបងប្អូនដោយសារអីគឺថាដល់ខែគេលេងខ្លែងអញ្ចឹងទៅគឺថាពេញលេងតែម្ដងថ្ងៃនេះគឺថានិយាយតដិតដល់កយដោយសារអីគឺថាខ្វះកម្លាំងចិត្តអ្នកមើលហ្នឹងណាតើអ្នកមើលសែម្នាក់មួយអញ្ចឹងទៅបានមានកម្លាំងចិត្តនិយាយរាវវិញចាហើយឥឡូវនេះគឺថាយើងធ្វើដំណើរមកដល់កន្លែងថតហើយពុកម៉ែបងប្អូនអើយហើយខ្ញុំនេះគឺថាកន្លែងតែឈរថតឆ្លេងស្ដាំឆ្វេងស្ដាំហ្នឹងចាគ្មានគិតជួយរៀបអីគេខាងក្រៅនោះទេហើយគិតទៅពីនិយាយទៅគឺអត់ប្រយោជន៍ខ្លាំងមែនតើហ្មងមកនេះហ่าចាហើយមិនទាន់ទាំងបាននិយាយស្អីផងគឺថាគូខ្ញុំនេះស្ទួយបានត្រីមួយគេបងប្អូនអើយនិយាយពីថាគេមកមានមោទនភាពណាស់ចាដៃមកខាងលើកមេដៃអូនិយាយទៅគឺមានមោទនភាពមែនតើហ្មងមិនឲ្យមានមោទនភាពមិនបងប្អូនអើយបើថាស្ទួចម្ដងចាស្ទួយ10ដងបានត្រីម្ដងអញ្ចឹងហើយបើមិនឲ្យមានមោទនភាពមិនពេលខ្ញុំមកថតហ្នឹងណាបងប្អូនអើយគាត់ថាចំពេលថ្ងៃលេខទៀតបងប្អូនអើយនិយាយពីថាចាំងភ្នែកចង់ខ្វាក់តែម្ដងហើយបើថាគូខ្ញុំវិញស្ទួយត្រីសានេះមែនចាបានធំគ្រាន់បើដែរមានអីបានមកស្លោដែរតាយូស្ទួយត្រីបានម្ដងចាអួតគេឲ្យណាណៃអញ្ចឹងណាហើយឥឡូវនេះគឺថាដល់វគ្គថតហើយបងប្អូនហើយគូខ្ញុំគឺថាបញ្ញាបញ្ញាណាថតងបងប្អូនអើយមកគឺថាលឿនចាគ្រាន់តែហើយភ្លាមគូសំដៅទៅស្ទួយត្រីតែម្ដងបងប្អូនអើយមែនតើហ្មងចាឃើញកន្លែងនេះមេតាឆ្លេឆ្លាហ្នឹងពុកម៉ែបងប្អូនចង់ដឹងអត់ចារកន្លែងណោមចាសូមអរគុណហ្មងបងប្អូនអើយហើយឥឡូវនេះគឺថាដល់វគ្គថតហើយចាបាទម្នាក់គឺថាបានញ៉ាំមកមាត់ឲ្យឡើងស្រួចម្លែមតែម្ដងសារនេះគឺថាមាន3នាក់ល្អណាស់បងប្អូនអើយដោយសារអីគឺថាធីមខ្ញុំជួបជុំគ្នាវិញហើយបើថាជួបជុំគ្នាមិនមែនចាដូចចាស់គេនិយាយចឹងបងប្អូនអើយគ្នាច្រើនគឺអន្សំខ្លោចហ្នឹងចាគ្នាពួកខ្ញុំនេះមិនមែនធ្វើខ្លោចទេចាគាត់ថាខ្លោចហើយខ្មៅខ្ញូងតែម្ដងជុំគ្នាតែជុំគ្នាបែបអត់ប្រយោជន៍អីចឹងណាបងប្អូនអើយនិយាយពីថាការងារមិនធ្វើដូចអាចចឹងបងប្អូនអើយតែមករឿងញ៉ាំមែនចាដាច់មាត់ចោលដូចខ្ញុំនិយាយដែរអញ្ចឹងបងប្អូនអើយនិយាយពីថាសាច់ថតមិនចាគឺត្រឹមភ្លឺអីទេតែអាសាច់គូខ្ញុំស្ទួយត្រីនេះមិនចាថ្ងៃលិចឡើងជន់ថ្ងៃរះមកវិញណាបងប្អូនមិនគាត់ឈប់ស្ទួយអូយហើយបើពេលខ្ញុំទៅថតនេះមិនបងប្អូនអើយចំពេលថ្ងៃលិចនិយាយពីថាទេសភាពមិនស្អាតសាហាវអូយរ៉េតឲ្យ10លើ10ហ្មងណាហើយមានអីចាគឺថាប្លុកសារនេះដល់យប់ទៀតហើយពុកម៉ែបងប្អូនអើយប្លុកខ្ញុំមួយគឺថាដល់យប់រហូតតែម្ដងណាហើយទេសភាពគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើហ្មងរ៉េតឲ្យ10លើ10ដែរហ្មងហើយបើថា2នាក់ខាងក្រៅនោះមិនមែនចង់ស្អាតអីស្អាតទៅគេខ្វល់ទេបងប្អូនអើយខ្វល់តែរឿងញ៉ាំតែសើនៅញ៉ាំចូលបានទៀតណាបងប្អូនបើខ្ញុំវិញចាសុំបាយហើយ